ប្រទេសអ៊ីស្រាអែលបានបិទសាលារៀននិងហាមឃាត់កម្មវិធីប្រមូលផ្ដុំសម្រាប់ការងារសង្គមនិងការងារដែលមិនចាំបាច់ផ្សេងទៀតខណៈប្រទេសនេះត្រៀមខ្លួនចំពោះការសងសឹកណាមួយបន្ទាប់ពីការបើកវាយប្រហារតាមផ្លូវអាកាសលើប្រទេសអ៊ីរ៉ង់យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN កាលពីថ្ងៃទី12ខែមិថុនានេះឲ្យដឹងថាសំឡេងស៊ីរ៉ែនបានបន្លឺឡើងពេញទាំងក្រុងយេរូសាឡឹមខណៈអ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នពលរដ្ឋទទួលបានការជូនដំណឹងតាមរយៈទូរស័ព្ទដៃរបស់ខ្លួនដោយទីបញ្ជាការយោធាប្រចាំតំបន់បានបញ្ជូនសារប្រាប់ពីការដាក់ប្រទេសក្នុងគ្រាអាសន្នបើតាមគោលការណ៍ណែនាំនេះរាល់សកម្មភាពអប់រំការជួបជុំនិងការប្រមូលផ្ដុំកន្លែងធ្វើការត្រូវបានហាមឃាត់លើកលែងតែវិស័យសំខាន់ខ្លះស្របពេលជាមួយគ្នានេះដែរលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានកោះប្រជុំកម្រិតទីស្តីការគណៈរដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃប្រហ័សខណៈពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារជាអ្វីដែលគេហៅថាការវាយប្រហារទប់ស្កាត់ជាមុនលើប្រទេសអ៊ីរ៉ង់នេះបើយោងតាមការលើកឡើងរបស់មន្ត្រីសេតវិមាននិងប្រភពពីរូបផ្សេងទៀតដែលស្និទ្ធនឹងផែនការហើយបានប្រាប់សារព័ត៌មាន CNN ប្រភពមួយរូបក្នុងចំណោមប្រភពទាំងនោះបាននិយាយថាកិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងផ្ដោតលើការឆ្លើយតបរបស់អាមេរិកចំពោះព្រឹត្តិការណ៍ដែលកំពុងវិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់ប្រធានាធិបតីដូណាល់ត្រាំត្រូវបានគេមើលឃើញថាបានចាកចេញពីសេដ្ឋវិមានភ្លាមបន្ទាប់ពីម៉ោង 8 ល្ងាចការសម្រេចចិត្តរបស់លោកប្រធានាធិបតីក្នុងការកោះឲ្យមានកិច្ចប្រជុំកំពូលនេះបានធ្វើឡើងមុនការវាយប្រហារចាប់ផ្ដើមខណៈពេលដែលក្រុមមន្ត្រីអាមេរិកកំពុងតែមានការព្រួយបារម្ភខ្លាំងឡើងអំពីការគំរាមកំហែងនៅពេលសួរពីលទ្ធភាពនៃការវាយប្រហារនៅព្រឹកថ្ងៃប្រហ័សលោកត្រាំបាននិយាយថាវាអាចនឹងកើតឡើងហើយព្រមានថាលទ្ធផលនៃជម្លោះដ៏ខ្លាំងក្លានៅក្នុងតំបន់អាចនឹងកើតឡើងឆាប់នេះលោកដូណាល់ត្រាំបានប្រាប់សារព័ត៌មានអំឡុងកម្មវិធីនៅសេតវិមានថាលោកមិនចង់និយាយភ្លាមនោះទេប៉ុន្តែវាជាអ្វីដែលនឹងអាចកើតឡើងមែនសេតវិមានបានបដិសេធធ្វើការអត្ថាធិប្បាយអំពីកិច្ចប្រជុំកាលពីល្ងាចថ្ងៃប្រហ័សពាក់ព័ន្ធនឹងករណីវាយប្រហារនេះដែរសហរដ្ឋអាមេរិកបានអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេហើយវាជាជម្លោះមួយដែលកំពុងតែគំរាមហើយធ្វើឲ្យតំបន់នេះធ្លាក់ទៅក្នុងជម្លោះកាន់តែជ្រៅនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC នៅថ្ងៃទី13ខែមិថុនានេះលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយភ្លាមបន្ទាប់ពីការវាយប្រហារនេះចាប់ផ្ដើមដោយលោកអះអាងថាអ៊ីស្រាអែលបានចាត់វិធានការដោយខ្លួនឯងនិងព្រមានអ៊ីរ៉ង់ចំពោះការសងសឹកណាមួយមកលើអាមេរិកលោក Rubio បាននិយាយថាយើងមិនពាក់ព័ន្ធនៅក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ទេហើយអត្ថប្រយោជន៍ចម្បងរបស់យើងគឺការពារកងកម្លាំងអាមេរិកនៅក្នុងតំបន់ខ្ញុំសូមនិយាយឲ្យច្បាស់ថាអ៊ីរ៉ង់មិនគួរផ្ដោតគោលដៅលើផលប្រយោជន៍ឬកងទ័ពអាមេរិកនោះទេកាលពីថ្ងៃប្រហ័សលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានថាប្រតិបត្តិការយោធាលើអ៊ីរ៉ង់នឹងធ្វើឲ្យខូចខាតដល់ការចរចាដែលរដ្ឋការរបស់លោកបាននឹងកំពុងធ្វើជាមួយនឹងអ៊ីរ៉ង់នៅក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះការវាយប្រហារនេះផ្ដោតទៅលើគោលដៅលើទីតាំងកម្មវិធីនុយក្លេអ៊ែរនិងទីតាំងយោធាផ្សេងទៀតរបស់អ៊ីរ៉ង់នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាការវាយប្រហារនេះគឺជារឿងចាំបាច់ដោយសារតែអ៊ីរ៉ង់បន្តសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរហើយថាការវាយប្រហារនេះក៏មានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតរបស់អ៊ីស្រាអែលផងដែរសេចក្តីថ្លែងការណ៍របស់លោក Rubio បានលើកឡើងថាអ៊ីស្រាអែលបានប្រាប់សហរដ្ឋអាមេរិកថាខ្លួនជឿទៅលើសកម្មភាពនេះហើយចាំបាច់សម្រាប់ការការពារខ្លួនលោក Rubio បន្តថា
លោកប្រធានាធិបតីត្រាំនិងរដ្ឋការអាមេរិកបានចាត់វិធានការចាំបាច់ដើម្បីការពារកងទ័ពអាមេរិកនិងបន្តទំនាក់ទំនងជិតស្និទ្ធជាមួយនឹងដៃគូតំបន់ដោយព្រួយបារម្ភថាការវាយប្រហាររបស់អ៊ីស្រាអែលអាចនឹងធ្វើឲ្យអ៊ីរ៉ង់វាយប្រហារសងសឹកវិញដោយផ្ដោតទៅលើយោធាអាមេរិកនៅក្បែរខាងនោះអាមេរិកបានជម្លៀសផ្នែកខ្លះនៃបុគ្គលិកទូតរបស់ខ្លួនពីប្រទេសអ៊ីរ៉ាក់ក្រសួងការបរទេសអាមេរិកក៏បានរឹតបន្តឹងសកម្មភាពរបស់បុគ្គលិកខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលផងដែរនេះបើតាមសេចក្តីរាយការណ៍របស់បណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃប្រហ័សលោកត្រាំបានធ្វើការងារមួយរយៈមកហើយដើម្បីចរចាជាមួយប្រទេសអ៊ីរ៉ង់ជុំវិញការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប៉ុន្តែមកដល់ពេលនេះមិនទាន់មានការសម្រេចកិច្ចព្រមព្រៀងណាមួយនៅឡើយទេលោកត្រាំបានថ្លែងអំពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃប្រហ័សដោយបានបន្ថែមថាលោកពេញចិត្តនៅក្នុងការបញ្ជៀសជម្លោះចំណែកឯលោក Steve Witkoff ជាប្រេសិតប្រធានាធិបតីអាមេរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ាគ្រោងនឹងរៀបចំកិច្ចចរចាប្រជុំជាថ្មីទៀតជាមួយនឹងមន្ត្រីអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ។